យ៉ាអរគុណព្រះអង្គដោយមិនស្មានថាខ្ញុំឡើងចែកចាយព្រះបន្ទូលនៅថ្ងៃនេះគឺការខ្ញុំបានត្រៀមអីប៉ុន្តែគ្រូបានប្រាប់ទៅពីថ្ងៃមកខ្ញុំរៀបចំថាជាឯកសារបានពីយកហើយព្រមទាំងធ្វើឯកសារមួយសម្រាប់ប្រពន្ធខ្ញុំដែរគាត់ចាំនិយាយពីពីស្មានថាអត់គាត់ហើយខ្ញុំក្រៅពីឯកសារពីយកនេះហើយខ្ញុំក៏ឡើងថាផ្នែកចែកនេះក៏อยู่ไม่ได้ผมทำงานมาแต่รู้ตัวทำงานเดี๋ยวเราเอาไปตู้ตัวไปตู้ตามสบายไอ้ยมใจนั้นให้ตรงความเตรียมก่อนจังฮาเลลูยาอัลลอฮ์ខ្ញុំមិនចែកចាយខ្ញុំនឹងសូមនិយាយរឿងមួយខ្ញុំនឹកឃើញកាលខ្ញុំទៅធ្វើមួយទឹកថ្ងៃ23ហ្នឹងខ្ញុំបានទៅមួយទឹកសមុទ្រជាមួយចៅហើយខ្ញុំបានមើលឃើញសមុទ្រទៅឆ្ងាយជាថាព្រះអង្គគឺថាធំណាស់ខ្ញុំនឹកឃើញព្រះគម្ពីរលូកាចំពោះ8ខ22ដែលព្រះយេស៊ូវអង្គទ្រង់យាងឲ្យមនុស្សសាវករបស់ទ្រង់ឡើងលើទូកហើយឆ្លងទៅក្រោយមកខាងពេលនោះតាមមានហេតុការណ៍អ្វីកើតឡើងខ្ញុំនឹកឃើញទៅហ្នឹងនឹកឃើញថាកាលណាខ្ញុំនៅទឹកព្រាបទឹករាក់ខ្ញុំអាវអីអ្នកអត់គ្នានៅទឹករាក់មិនទៅព្រៃទេគឺអាវអ្នកគេជួយនៅជាមួយពុកម្ដាយអាវពុកម្ដាយជួយហើយចុះបើយើងទៅទឹកជ្រៅយើងអាវពីណានេះជាអកំបាំងមួយដែលខ្ញុំចង់និយាយថាតើយើងត្រូវអានណាតែយើងជឿតែសុខខ្ញុំបងប្អូនអរគុណហើយនៅក្នុងឯងលូកាចំពោះ8ខ22ដល់ខ25ហ្នឹងចោះទូកទៅថាទូកហ្នឹងវាលោកចិត្តលេខទូកហើយទៅវាស្រែកហៅមិនហើយព្រះយេស៊ូវអង្គមានបន្ទូលយ៉ាងម៉េចថាអ្នកជំនឿតែអើយណាហើយសាវកនោះគាត់អត់ស្គាល់ព្រះយេស៊ូវទេអត់ស្គាល់អ្នកដែលគូជាមួយយើងគាត់ថាមនុស្សនេះណាអីក៏មនុស្សនេះជាមនុស្សមកពីណាក៏ហេតុអីនិយាយទៅសមុទ្រទៅទឹកស្ដាប់ខ្យល់ស្ដាប់អញ្ចឹងអត់ស្គាល់ព្រះយេស៊ូវអញ្ចឹងយើងសម្ដែងយើងស្គាល់ព្រះយេស៊ូវយើងស្គាល់ព្រះយេស៊ូវគឺជាការអានតាមព្រះបន្ទូលអញ្ចឹងខ្ញុំសម័យឃើញថាដើម្បីចែកចាយព្រះបន្ទូលឲ្យស្របទៅតាមនោះពីស្មារតីខ្ញុំត្រូវស្រាវជ្រាវអ្វីដែលខ្ញុំនិយាយក្នុងនេះដើម្បីឲ្យយល់អំពីព្រះដែលគង់នៅជាមួយព្រះដែលគង់នៅជាមួយលោកនោះអេដែលបានសង្គ្រោះលួចពីទឹកជំនួនដោយសារព្រះគង់ជាមួយលោកអាប់រ៉ាហាំដែលលោកបានទទួលឋានៈគង់បំផុតនោះក៏ដោយសារព្រះគង់ជាមួយហើយទ្រង់លើកឡើងលោកម៉ូសេដែលបានទៅរំដោះជនជាតិអ៊ីស្រាអែលពីប្រទេសអេស៊ីបនេះគឺដោយសារព្រះអង្គគង់នៅជាមួយណាកិច្ចការទាំងអស់គឺព្រះអង្គគង់នៅជាមួយទាំងអស់ណាទើបធ្វើការបានតែព្រះអង្គគង់នៅជាមួយមនុស្សយ៉ាងណាគឺមនុស្សដែលជឿព្រះមនុស្សដែលស្មោះត្រង់នឹងព្រះមនុស្សដែលព្រះស្រីអញ្ចឹងព្រះបន្ទូលនៅថ្ងៃនេះណាខ្ញុំចង់និយាយសង្ខេបខ្លីចង់និយាយថាអេម៉ាញូអែលតើអេម៉ាញូអែលមានន័យយ៉ាងម៉េចអរគុណព្រះអង្គមុននឹងចែកចាយព្រះបន្ទូលសូមសម្រុំចិត្តថាខាងមួយអរគុណព្រះវរទីព្រះដែលគង់នៅឋានសួគ៌ដែលបានប្រទានតែដូរមួយក៏ថ្លៃថ្លាគ្រប់អ្វីជាសម្បានមកយើងខ្ញុំទាំងអស់គ្នាដែលនៅខាងដីនេះគឺតែដូរដែលថ្លៃដែលល្អបំផុតឧត្តមបំផុតសម្រាប់យើងខ្ញុំទាំងអស់គ្នាដែលនៅខាងដីដែលមានសុខភាពនេះគឺព្រះអង្គចាស់ព្រះគ្រីស្ទនឹងអរគុណដល់ព្រះអង្គចាស់ព្រះគ្រីស្ទដែលជាព្រះអង្គសង្គ្រោះនៃយើងខ្ញុំទាំងអស់គ្នាជាព្រះអង្គម្ចាស់ជីវិតនៃយើងខ្ញុំទាំងអស់គ្នាដែលទ្រង់
จะได้ทางชูមកស្វាងខាងใดដើម្បីសង្គ្រោះយើងឲ្យរួចពីបាបហើយនាំយើងទៅរកសេចក្តីសុខនិងឲ្យជីវិតអស់កលឲ្យយើងអរគុណព្រះអង្គថ្ងៃនេះខ្ញុំមានអភ័យឯកសិទ្ធដែលព្រះអង្គបានប្រទានឲ្យទូលគុំបានចែកចាយត្រឹមត្រូវសូមអង្គគង់នៅក្នុងចំណោមយើងខ្ញុំទាំងអស់គ្នាជាព្រះនិមិត្តបរិសុទ្ធហើយសូមអង្គបង្រៀនខ្ញុំបាក់មាត់ទូលគុំឲ្យនិយាយឲ្យអានទៅតាមព្រះគម្ពីរស្របតាមប្រតិបត្តិព្រះអង្គសូមអង្គផ្ដល់ចំណេះដឹងសូមអង្គគង់នៅជាមួយសូមអង្គថែសារសូមអង្គការពារគ្រប់ទាំងអីព្រះអង្គជាអធិបតីនៃអង្គជុំហើយក៏ជាសាស្ត្រាតែមួយគត់ដែលបង្ហាត់បង្រៀនខ្ញុំបានដើរតាមផ្លូវត្រូវស្របតាមព្រះអង្គគ្រប់ការទាំងអស់សូមសូមចែកចាយតាមទូលឲ្យស្របព្រះនាមអង្គចាស់ព្រះដ៏មានជួនរស់និងមានអំណាចគ្រប់ទាំងសេចក្តីពីព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនហើយសូមបងប្អូនបើព្រះគម្ពីរអាចារ្យអេសាយជំពូក7ខ14តើជំពូក7ខ14អង្គមានបន្ទូលយ៉ាងដូចម្តេចព្រះគម្ពីរដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នាដោយព្រះអង្គទ្រង់មើលនាងទ្រង់ចរីនឹងមានគរប្រសូតបានបុត្រាមួយហើយនឹងឲ្យប្រទានហើយនឹងឲ្យព្រះនាមថាអេម៉ានូអែលអាមែនអរគុណព្រះអង្គទៀតសូមអានផងព្រះនាមបុត្រានោះត្រូវហៅថាអេម៉ានូអែលមានន័យថាព្រះគង់ជាមួយមានន័យថាព្រះគង់ជាមួយគង់ជាមួយណាជាមួយយើងរាល់គ្នាដែលជាគ្រីស្ទានណាដែលមកវិហារនឹងអង្គគង់ជាមួយយើងរាល់គ្នាមានន័យថាអង្គគង់ជាមួយចឹងបានន័យថារាល់សេចក្តីល្អរបស់ព្រះអង្គម្ចាស់ត្រូវបានបង្ហាញឲ្យឃើញនៅជាពាក្យនៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទតាំងពីអនន្តកាលមកអនន្តកាលបានន័យថាអនន្តបានន័យថារងអស់អនន្តកាលរងអស់ពេលវាដូចអស់កលអនន្តកាលមកព្រះអង្គចាស់យេស៊ូវគ្រីស្ទបានគង់នៅជាមួយព្រះបិតាមានន័យថាព្រះបិតានៅឯកោឋានទូលក្នុងភាពតែមួយកាលនោះទ្រង់ជារូបអង្គរបស់ព្រះកាលអង្គគង់នៅឋានសួគ៌ជារូបអង្គរបស់ព្រះជារូបឧត្តមភាពនៃអំណាចគ្រប់ទាំងព្រះចេតនារបស់ព្រះអង្គគឺជាពន្លឺរស្មីចែងចាំងក្នុងរឿងព្រោះបានជាមកជាប់ខាងដីនៅពេលពោពេញទៅដោយតែខាងដីពោពេញទៅដោយអំពើបាបដល់ស្មៅរបស់យើងចឹងហើយតាមលោកគ្រូមានបន្ទូលថាហេតុអីបានជាព្រះយេស៊ូវយើងមកជាប់ខាងដីហ្នឹងអញ្ចឹងបានខាងដីពោពេញដោយអំពើបាបដល់ស្មៅហ្នឹងហើយមនុស្សយើងមានបាបមិនអាចសង្គ្រោះគ្នាបានទេមានតែមនុស្សអត់បាបទេបានសង្គ្រោះហើយមនុស្សដែលអត់មានបាបគឺណាគឺព្រះយេស៊ូវគឺព្រះយេស៊ូវអត់មានបាបទេសង្គ្រោះយើងបានដើម្បីបង្ហាញសេចក្តីល្អនឹងសេរីនៃសេចក្តីមេត្រីរបស់ព្រះអង្គគឺដើម្បីយើងមកគង់ជាមួយយើងរាល់គ្នាក្នុងគម្ពីរម៉ាថាយចំពុក1ខ23ហើយពុក1ខ23នេះតើតើនឹងកំណើតរបស់ព្រះអង្គចាស់យេស៊ូវគ្រីស្ទមើលនាងពុកចរីនឹងមានគួរប្រសូតបានបុត្រាមួយហើយព្រះនាងបុត្រានោះហៅថាអេម៉ានូអែលប្រែថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំព្រះអង្គគង់ជាមួយយើងខ្ញុំសុខថ្ងៃគឺយើងមានព្រះអង្គគង់ជាមួយខ្ញុំគឺព្រះអង្គចាស់យេស៊ូវគ្រីស្ទនឹងនោះហើយបានជា